បាទសូមជម្រាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានឱកាសក្នុងការចែកម្លែកទៅលើការងារ BQ planning ពាក់ព័ន្ធជាមួយនឹងការងារទាំងអស់នេះខ្ញុំចង់ចែកម្លែកទៅលើ Excel ហើយនិងproject Microsoft ដែលវាធ្វើការជាមួយគ្នាដែលវាពាក់ព័ន្ធជាមួយនឹងកិច្ចការសារណាផងដែរហើយចំពោះការចែកម្លែកនេះខ្ញុំមិនដឹងថាការងារជាក់ស្ដែងវាដូចនឹងការសិក្សាអត់ទេប៉ុន្តែខ្ញុំចង់ចែកម្លែកទៅលើផ្ដោតសំខាន់ទៅលើតែការសិក្សាតែប៉ុណ្ណោះចំពោះមុនដំបូងខ្ញុំចង់ណែនាំអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងការធ្វើការជាមួយ Excel ជាមុនសិនតែនេះប្រភេទនៃការងារដែលយើងធ្វើការរៀបរាប់យើងធ្វើការរៀបចំនៅការងារទាំងអស់ដោយកន្លែងនេះយើងពាក់ព័ន្ធជាមួយនឹង indirect ការងារ indirect ការងារចំណាយមិនផ្ទាល់ហើយចាប់ពីផ្ដើមពីគ្រឹះនេះទៅរហូតជាការងារដែលចំណាយផ្ទាល់ហើយកន្លែងនេះជាលេខរៀងកន្លែងនេះជាផ្នែកនីមួយៗហើយកន្លែងនេះជាអក្សរសម្គាល់ឬកូដយើងហៅម្ដងទៀតថា norm យើងយកវាចេញពី norm ហើយនេះគឺជាបរិមាណរីឯនេះគឺជាឯកតាដែលយើងជាមួយ norm ដែលតម្រូវការរបស់ norm យើងចង់បានដូចជាអ្នកនរគ្នាអាចនឹងឆ្ងល់ក្នុងកន្លែងការខុងគ្រឹះហេតុអីបានយើងដាក់ជាម៉ែត្រដោយសារតែនៅក្នុង norm វាតម្រូវជាឯកតាជាម៉ែត្រហើយបន្ទាប់ពីនោះយើងធ្វើការចងវាមក set ទី2មកនៅក្នុង set ទី2នេះយើងក៏បានរៀបចំពាក់ព័ន្ធជាមួយនឹងការគុណ norm ពាក់ព័ន្ធជាមួយតម្រូវបរិមាណជាក់ស្ដែងយើងគុណនឹងចំនួនរបស់បទដ្ឋានឬក៏ norm ហើយយើងទទួលបានចំនួនតម្រូវការសរុបចំពោះតម្រូវការសរុបទាំងអស់នេះដែលយើងធ្វើការគុណមកហើយយើងក៏ធ្វើការកំណត់ទៅលើរយៈពេលដែលយើងគណនាឃើញនេះគឺជាការអនុវត្តប្រចាំថ្ងៃចំពោះបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយយើងក៏ធ្វើការចងវាទៅលើផ្នែកនេះលក្ខណៈជាគេហៅថាធនធានតែយើងដាក់ជាមួយសិនយើងគិតតែមួយផ្នែកនេះសិនបន្តមកទៀតយើងធ្វើការបូកធនធានហ្នឹងចូលមកក្នុង set តែមួយមកយើងធ្វើអញ្ចឹងរហូតទៅដល់ការងាររបស់យើងទាំងអស់ប៉ុន្តែយើងត្រូវចាំថាចំពោះຂະຫນាតកន្លែងនេះយើងត្រូវច្បាស់ថាវាអត់មានការខុសຂະຫນាតបើសិនជាຂະຫນាតរបស់អ្នកនរគ្នាខុសគ្នានៅពេលដែលអ្នកធ្វើការ copy ពី Excel ចូលទៅក្នុង project Microsoft វាអាចនឹងធ្វើការ link គ្នាវាអត់ស្គាល់អញ្ចឹងហើយកន្លែងនេះយើងត្រូវច្បាស់ផងដែរហើយបន្តមកទៀតយើងធ្វើការកំណត់ទៅលើដោយប្រើរូបមន្ត VLOOKUP បាទកន្លែងនេះក៏ប្រើរូបមន្ត VLOOKUP ដូចគ្នានេះយើងធ្វើការទាញពី sheet ប្រភេទការងារនេះហើយចូលមកកន្លែងលម្អិតការងារនីមួយៗបន្ទាប់នេះគឺយើងធ្វើការ VLOOKUP មកដែរគ្រាន់តែយើងយកតែលេខរៀងផ្នែកអក្សរឈ្មោះការងារបឯកតាបរិមាណដែលយើងត្រូវការរយៈពេលហើយនឹងធនធានតែប៉ុណ្ណោះបន្ទាប់ពីយើងធ្វើការចងវាបែបនេះមកហើយយើងធ្វើការ copy វាទៅក្នុង project Microsoft ប៉ុន្តែអ្នកនរគ្នាត្រូវប្រកាសថាធនធានរបស់អ្នកនរគ្នាទាំងអស់នេះធ្វើការកំណត់យ៉ាងត្រឹមត្រូវពាក់ព័ន្ធជាមួយនឹងຂະຫນាតបើមិនដូច្នេះទេវានឹង error បាទជាងនេះយើងធ្វើការចូលទៅកាន់ project Microsoft ចំពោះ project Microsoft នេះខ្ញុំចង់ប្រាប់ថាខ្ញុំបានធ្វើការកំណត់ផ្នែកមួយចំនួននេះហើយពាក់ព័ន្ធជាមួយនឹងផ្នែកនេះនៅក្នុងភាសាខ្មែរយើងអត់មានទេប៉ុន្តែយើងអាចធ្វើការដាក់បានយើងត្រូវចូលទៅកាន់ field setting នៅ field setting នេះយើងគ្រាន់ចូលកន្លែង title នេះយើងដាក់ផ្នែកមកកំណត់មកប៉ុន្តែយើងត្រូវយកចេញពីអក្សរអង់គ្លេសទេបាទនេះគឺជាឈ្មោះគម្រោងរបស់យើងបន្ទាប់ពីនោះយើងធ្វើការទៅ copy ពី Excel មកបាទ
copy វា Excel យើងធ្វើការ copy នេះចាប់ពីលេខ1នេះមក copy វានៅក្នុងនេះខ្ញុំឃើញគេមានការប្រើវិធីមួយទៀតគេធ្វើការ link ពី Excel ចូលទៅក្នុង Project Microsoft ដើម្បីងាយស្រួលដូរទិន្នន័យតែខ្ញុំធ្វើការ copy ធម្មតាវាដូចជាងាយស្រួលជាងបើសិនអ្នកនរគ្នាចង់ link អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ pass special នេះហើយចូលកន្លែងហ្នឹងហើយចុចយក link ហើយចុចយក data ហើយអូខេតែខ្ញុំអត់ធ្វើការអញ្ចឹងទេខ្ញុំគ្រាន់ copy វាចូលមកcopy ឲ្យ pass ធម្មតាមុនអ្នកទាំងអស់គ្នា copy ពី Excel នេះមកអ្នកទាំងអស់គ្នាត្រូវតែកំណត់លេខរៀងផ្នែកអក្សរសម្គាល់ឈ្មោះឯកតាបរិមាណរយៈពេលនេះឲ្យវាមានលក្ខណៈលេខរៀងដូចនឹងពាក់ព័ន្ធដូចនឹង Excel បាទការ copy ពី Excel មកយើងត្រូវការលេខរៀងផ្នែកអក្សរឈ្មោះឯកតាបរិមាណហើយរយៈពេលនេះជាតម្រូវការដែលយើង copy ពី Excel ចូលមកProject Microsoft ខ្ញុំ copy នេះវាអត់មាន error ដោយសារខ្ញុំបានកែសម្រួលរួចហើយមុនខ្ញុំធ្វើបទបង្ហាញនេះវា error ច្រើនដែរវាពាក់ព័ន្ធជាមួយនឹងឯកតាយើងខុសឯកតាហើយមួយទៀតយើងកំណត់ឯកតាមិនត្រឹមត្រូវហើយបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយយើងចុច select វាយកដាក់មកចំហៀងវាចូលមកចំហៀងវិញហើយអូខេបន្ទាប់ហ្នឹងយើងធ្វើការដាក់ការងារវាធ្វើការនេះយើងយកបុគ្គលិកគ្រប់គ្រងនេះយើងយកនៅក្នុងការគ្រប់គ្រងបុគ្គលិកហើយម្ដុំនេះយើងឲ្យចូលវាអញ្ចេះបាទអានេះយើងធ្វើការកំណត់ទៅតាមផ្នែកនេះការងាររបស់វានីមួយៗដូចជាគ្រឹះយើងកំណត់វាទៅតាមនេះមួយមកហើយផ្នែកគ្រឹះជាមេរបស់ប្រមាណនៅខាងក្រោមនេះយើងធ្វើការកំណត់វារហូតទៅដល់ជាន់ក្រោមមកបាទអានេះពាក់ព័ន្ធជាមួយនឹងទ្វារបង្អួចនេះយើងដាក់វាឲ្យនៅមកក្រុមមកខាងក្រោមនេះក៏ដូចគ្នាយើងធ្វើការដាក់វាជាក្រុមបាទអ្នកនរគ្នាបន្ទាប់ពីយើងធ្វើការដាក់វាធ្វើការជាក្រុមរួចទៅតាមផ្នែកទៅតាមជាន់នីមួយៗហើយបន្ទាប់ពីនោះយើងធ្វើការបិទបាទបិទកន្លែងនេះមកយើងកុំបើកច្រើនពេកវាកន្លែងហ្នឹងវាស្កេសវាច្រើនពេកហើយយើងធ្វើការបិទនេះមកហើយយើងចូលទៅកាន់ view យើងយក outline យើងយក level 1មានថាបិទទាំងអស់អានេះពណ៌ខ្ញុំធ្វើការបិទពណ៌ដាក់ no fill no color អូខេបាទអ្នកនរគ្នាវាឆ្ងល់ថ្ងៃនេះយើងធ្វើការ copy ចូលដែរប៉ុន្តែហេតុអីបានវា load 29ថ្ងៃនេះកន្លែងហ្នឹងយើងអត់តន់ធ្វើការ link វានៅក្នុងកន្លែងនេះpredecessor កន្លែងយើងធ្វើការ link ការងារវាធ្វើការតាមដំណាក់កាលនីមួយៗបន្ទាប់ពីយើងធ្វើការដូរពណ៌ដូរអីហើយយើងធ្វើការបើកវាវិញមកបើកវាវិញយក level 3មានតែបើកទាំងអស់បន្ទាប់ពីនោះមកយើងធ្វើការ copy កន្លែងនេះបើយើងធ្វើការ copy មកទាំងអស់វាធ្វើឲ្យថ្ងៃរបស់យើងវាមិនមានauto studio នេះវា link ការងារវាអត់វាពិបាកក្នុងការកែប្រែកែសម្រួលនេះយើងធ្វើការកំណត់របស់វាសិនមកចាំយើងទៅ copy យកមកពី Excel ដល់កន្លែងនេះខ្ញុំធ្វើការកំណត់វាទុកក្នុង Excel រួចហើយបាទនេះជាលេខដែលយើងធ្វើការងារនេះយើងគ្រាន់យកវា copy ពីក្នុង Excel យកទៅដាក់នៅក្នុង Project Microsoft បាទកន្លែងនេះយើងធ្វើការកំណត់វារួចទុកជាមុនហើយយកទៅ copy ចូលមកដូចជាការងារចាប់ពីនេះទៅយើងយក pass បាទនេះបន្ទាប់ពី pass ហើយអាការងារនេះវានឹង load កន្លែងក្រាប
បាទនេះហើយកន្លែងនេះយើងធ្វើការដូរវាទៅយើងដូរវាទៅជាថ្ងៃវិញដាក់វាថ្ងៃវិញយើងចូលកន្លែងនឹងហើយយើងយកពាក្យ duration នេះទាំងអស់នេះ duration អូខេវា load ចេញជាថ្ងៃវិញហើយយើងអាចធ្វើដល់ការដាក់ grid line អញវានេះយើងយក column វា load ចេញជានេះហើយចំនួនថ្ងៃរបស់វាធ្វើការអូតូវាគណនាឲ្យយើងធ្វើការ494ថ្ងៃបន្ទាប់ពីនោះមកយើងធ្វើការបើកវារៀងធំតិចមកហើយយើងធ្វើការបិទវាវិញចូល level 1នេះអ្នកនរជាការងារដែលយើងធ្វើជាក្រាបការងារធ្វើការហើយបន្ទាប់ពីនោះមកយើងធ្វើការដាក់តម្លៃទៅលើវាចំពោះការដាក់តម្លៃយើងត្រូវចូលទៅកាន់task យើងយកពាក្យ gain chart ហើយយើងយកពាក្យ resource sheet ចូលកន្លែងហ្នឹងហើយវានឹង load ធនធានយើង copy ពីធនធានហ្នឹងបានមកពីធនធានវា load ចូលកន្លែងហ្នឹងបន្ទាប់មកយើងចងវាទៅជា group ដែលយើងចូលកន្លែង group នេះហើយយើងដាក់ material ហ្នឹងយើងកំណត់យកលេខ1 material បាទហើយលេខវាជាក្រុមមកនេះជា material នេះក៏ material ដែរលេខ1ដែរ materialយើងដាក់វា material ឲ្យតែ material យើងចងវាដាក់ទាំងអស់មកអូនេះមែននេះធំនេះអូខេនេះក៏ material ដែរយ៉ានេះក៏ material ដែរយើងកំណត់យកលេខ2 labor មួយទៀតនៅកម្លាំងពលកម្ម 3.0 សូមបញ្ជាក់ម្ដងទៀតថាខ្ញុំធ្វើវីដេអូនេះគឺវាពាក់ព័ន្ធជាមួយនឹងការងារសារណាពាក់ព័ន្ធជាមួយនឹងការធ្វើការទេប៉ុន្តែបើចំពោះការងារជាក់ស្ដែងខ្ញុំអត់ដឹងថាគេធ្វើដូចអញ្ចឹងដែរអត់ទេខ្ញុំអត់ច្បាស់ដោយសារខ្ញុំអត់មានបទពិសោធន៍ខាងនេះខ្ញុំពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ការសិក្សារៀនសូត្រតែប៉ុណ្ណោះហើយជាការចែកម្លែកទៅដល់សិស្សប្អូនហើយក៏ដូចជាមិត្តរួមចំណោមរបស់ខ្ញុំផងដែរកញ្ចក់ក៏ material អាហ្នឹងវា load ឲ្យនៅកន្លែងប្រភេទនេះក៏វា load ឲ្យដែរ material ហើយអាកន្លែង work នេះវាពាក់ព័ន្ធជាមួយនឹងគ្រឿងចក្រហើយកម្លាំងពលកម្មយើងធ្វើការកំណត់វាទាំងអស់មកទៅតាមប្រភេទរបស់វាមួយណា material ដាក់ material យើងមានក្នុងនេះមានតែ3 group ទេមានតែ material labor ហើយនិងគ្រឿងចក្រមានតែប៉ុណ្្នឹងទេបាទនេះយើងធ្វើការកំណត់របស់វាហើយយើងធ្វើការចូលទៅកាន់ resource name ហើយចូលពាក្យ group យើងយកពាក្យ resource group វា load ចេញជា group ឲ្យហើយនេះអានេះជាកម្លាំងពលកម្មហើយចេញក្រហមនេះវាអត់មានបញ្ហាទេហើយអាកន្លែងនេះយើងដាក់លេខ3ដាក់អានឹងជាគ្រឿងចក្រខ្ញុំសេអក្សរកាត់ទៅសេពេញទៅយ៉ាទៅស្លេចវាមកទាំងអស់មក
អូខេអានេះទាញបន្តិចទាញខុសចូលកន្លែង resource ដែរមកហើយយកពាក្យគ្រប់យកពាក្យ resource គ្រប់ដែរមកវា load តាមគ្រប់ហើយ work នេះ0យើងធ្វើការ copy មកវា load ចូលមកដែរហ្នឹងអត់បញ្ហាទេហើយនេះទៅតាម material របស់វាຂະຫນាតរបស់វា load ចូលនឹង auto ហើយពាក់ព័ន្ធជាមួយនឹងការដាក់តម្លៃយើងធ្វើការនេះកន្លែង standard rate យើងធ្វើការដាក់តម្លៃវាហើយ copy វាមកដាក់នៅចំកន្លែងនេះមកបាទហើយកន្លែងនេះយើងធ្វើការអាចធ្វើការដាក់តម្លៃរបស់វាបានពាក់ព័ន្ធជាមួយនឹងកម្មករនេះវានេះខ្ញុំដាក់$14ក្នុងមួយថ្ងៃចាសំទោស$12អាកន្លែងនេះយើងក៏ធ្វើការចុច2ដងហើយយើងឈប់ទៅវា load ចូលឲ្យហើយคลิก2ដងហើយ$10នេះចំពោះកម្លាំងពលកម្មយើងធ្វើការដាក់តម្លៃហើយនៅចំពោះសម្ភារៈកន្លែងក្បាលចាប់នេះពាក់ព័ន្ធមួយគ្រឹះខ្ញុំដាក់វា$300ហើយជាការសិក្សានៅក្នុងគម្រោងផ្លែកាត់$50ដែកថ្នាំងអំពៅចំពោះ32លីនេះយើងធ្វើយកតម្លៃវាយើងគិតជាគីឡូអញ្ចឹងយើងដាក់0.ក្នុង1គីឡូវា$0.8ហើយលួសខ្មៅនេះក្នុង1គីឡូដូចជា$1កន្លះហើយធូបផ្សារដូចជា$3បេតុងដូចជា73 35មេហ្គាប៉ាស្កាដូចជា78សំទោសខ្ញុំហាងផ្លេចតិចខ្ញុំចូលទៅមើលនៅក្នុង sheet របស់ខ្ញុំមានដាក់នេះបេតុង35មេហ្គាប៉ាស្កាល់78បាទហើយចំពោះឈើកម្រាលអត់ចាំដែរឈើកម្រាល$95ចំពោះ material អស់នេះយើងធ្វើការប្រើប្រាស់យកចេញមកពី norm $95